ខ្ញុំបាទឈ្មោះសនសរឿនអភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងបាទមានកំណើតកើតជាអ្នកកើតនៅខេត្តសង្ត្រែងតែម្ដងបាទយើងដឹងទាំងអស់គ្នាហើយនៅតំបន់ឦសាននេះគឺថាមានការលំបាកណាស់ក្នុងការសិក្សាគឺចម្ងាយផ្លូវពីស្ទឹងត្រែងទៅភ្នំពេញគឺថាយើងត្រូវធ្វើដំណើរពីព្រឹករហូតដល់ល្ងាចទៅដល់ភ្នំពេញគឺថាមានការពិបាកអញ្ចឹងពេលនោះយើងធ្វើការផងយើងរៀនបន្ថែមផងបាទខ្ញុំតែងតែទំនាក់ទំនងជាមួយមន្ទីរជំនាញដើម្បីស្នើសុំជាហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍមូលដ្ឋានដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសប្រើប្រាស់ដូចនៅតំបន់ដទៃពិសេសគឺផ្ដោតឱកាសទៅលើការអប់រំសុខភាពការទទួលឱកាសនៃការរៀនសូត្រផ្សេងៗសម្រាប់ស្ត្រីនិងកុមារនៅទីជនបទបាទគឺយើងមានការរៀបចំជាហេដ្ឋារចនាសម្ព័ន្ធដូចជាអន្តេវាសិកដ្ឋានដើម្បីឲ្យគាត់ជាស្ត្រីនឹងមានឱកាសในការស្នាក់នៅព្រោះជាទូទៅក្រុមគ្រួសារបើសិនជាគាត់ផ្ដល់ឱកាសគឺក្នុងកូន2នាក់មានប្រុសមានស្រីគឺគាត់ផ្ដល់ឱកាសឲ្យកូនប្រុសឲ្យគាត់បារម្ភពីកូនស្រីមិនចង់ឲ្យចេញឆ្ងាយពីផ្ទះគាត់បារម្ភរឿងកន្លែងស្នាក់នៅអញ្ចឹងយើងផ្ដោតទៅលើអន្តេវាសិកសម្រាប់ក្មេងស្រីបានផ្ដល់ឱកាសស្ត្រីជាមេឃុំស្ត្រីជាក្រុមប្រឹក្សាឃុំស្ត្រីជាក្រុមប្រឹក្សាស្រុកស្ត្រីជាអភិបាលរងស្រុកជាក់ស្ដែងនៅស្រុកថាឡា15រូបគឺមានស្ត្រី6រូបជាក្រុមប្រឹក្សាស្រុកករណីរៀបការវ័យក្មេងមានន័យថាអាយុ14-15ឆ្នាំគាត់រៀបការអញ្ចឹងយើងទាមទារនៃការអប់រំផ្សព្វផ្សាយទាំងអស់គ្នាពិសេសយើងនឹងកសាងអន្តេវាសិកដ្ឋានសម្រាប់គ្រូសម្រាប់សិស្សដើម្បីគាត់មានឱកាសរៀនចប់ដើមក្នុងឱកាសដែលខ្ញុំកាន់តំណែងជាអភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាងខ្ញុំផ្ដល់ឱកាសឲ្យស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់បញ្ហាដែលកើតឡើងនៅក្នុងសហគមន៍ក្នុងមូលដ្ឋានក្នុងឃុំក្នុងស្រុកព្រោះជារឿងដែលយើងត្រូវដោះស្រាយទាំងអស់គ្នា